ngàyនេះដែរគឺយើងនឹងមករៀនការមួយទៀតនៅក្នុងភាសាអង់គ្លេសចឹងឥឡូវយើងកន្លែងមកឧទាហរណ៍កន្លែងនេះទាំងអស់គ្នាគេនិយាយថា at 9 a.m. he arrived at the airport ចឹងម៉ោង9តែម៉ោង9ព្រឹកគឺគាត់ទៅដល់ពលានយន្តហោះអូខេដល់ពេលឲ្យសំណួរគេសួរថាអញ្ចេះគេសួរថាតើគាត់បានធ្វើអីគេមុនពេលម៉ោង9ហ្នឹងអញ្ចឹងចម្លើយមាន3ឲ្យអ្នកទាំងអស់គ្នាអាចរើសដើម្បីយកទៅឆ្លើយនៅសំណួរមួយនេះតើគេសួរថា what was he doing before 9 a.m. right អញ្ចឹងចម្លើយទី1គេនិយាយថា he waited for a long time គាត់ចាំអស់រយៈពេលយ៉ាងវែងទី2 he had waited for a long time ទី3 he had been waiting for a long time អញ្ចឹងចម្លើយទាំង3ហ្នឹងគឺនៅក្នុងពេលអតីតកាលទាំងអស់គ្នាបកប្រែមកស្តៀងគ្នាដែរគឺបានតែគាត់ចាំអស់រយៈពេលយ៉ាងយូរប៉ុន្តែចំពោះការប្រើប្រាស់គឺមានតែចម្លើយមួយឯដែលជា the best answer អាចថាមានតែចម្លើយមួយគឺជាចម្លើយដែលត្រឹមត្រូវជាងគេនៅក្នុងការឆ្លើយសំណួរ what was he doing before 9 a.m. អញ្ចឹងបើសិនជាអ្នកឲ្យជ្រើសចម្លើយ C ចម្លើយគេនិយាយថា he had been waiting for a long time គឺអ្នកទាំងអស់គ្នាត្រូវហើយអញ្ចឹងអ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺយើងនឹងមកមើលទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ past perfect continuous នៅក្នុងភាសាអង់គ្លេសការមួយនេះដែរគឺអាចនិយាយបានថាយើងកម្រនៅក្នុងការប្រើប្រាស់នៅក្នុងការនិយាយភាសាអង់គ្លេសប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាប៉ុន្តែបើសិនជាអ្នកទាំងអស់ចង់បានបន្ទុក speaking ខ្ពស់បើអ្នកទាំងអស់ទៅប្រឡងដូចជា test TOEFL ឬក៏ test IELTS ឬក៏និយាយទៅ test អីក៏ដោយឲ្យតែមានពាក់ព័ន្ធជាមួយនឹង speaking ហើយយើងចង់បង្ហាញឬក៏យើងចង់អួតពាក់ព័ន្ធជាមួយនឹងសមត្ថភាពភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាត្រូវចេះការមួយនឹងដែរអាចថាយើងលាយឡំបញ្ចូលវាបន្តិចបន្តួចទៅអ្នកស្ដាប់ឬក៏អ្នកវាតម្លៃឬក៏ judge ដែលគេមកស្ដាប់ការនិយាយរបស់យើងហ្នឹងអាចនឹងឲ្យបន្ទូលរបស់អ្នកទាំងអស់គ្នាខ្ពស់ជាងអ្នកដែលគាត់និយាយប្រើតែកៅស្រួលដូចជា past simple past perfect ឬក៏ past continuous អាចថាគាត់ប្រើតែ narrative tenses ដែលយើងនិយាយគ្នាកាលពីលើកមុននឹងបានអូខេចឹងឥឡូវយើងកន្លែងមើលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់របស់ past perfect continuous ទាំងអស់គ្នាចឹងចំពោះការប្រើប្រាស់របស់ past perfect continuous គឺយើងមាន3ការប្រើប្រាស់សំខាន់ទី1គឺយើងនិយាយអំពី duration before a past moment right និយាយទៅទី1ទី2នេះគឺវាស្តីនឹងគ្នាទី2គឺនិយាយអំពី an ongoing action that happened before right before another action in the past right ដល់ពេលអានេះ before a past moment និយាយទៅវាស្តីគ្នាទៅនឹង past perfect ដែរ right វាស្តីគ្នាទៅនឹង past perfect ដែរបើអ្នកនរអត់បានមើលវីដេអូ past perfect ទេអ្នកនរអាចទៅមើលវីដេអូ past perfect នឹងសិនក៏បានដែរដោយសារតែបើសិនអ្នកនរអត់ទាន់ចេះ past perfect ទេមករៀន past perfect continuous ក៏ដូចជាអត់ទាន់ជាត្រូវដែរដោយសារតែអាកាលនេះពិបាកហើយអា past perfect ស្រួលការ past perfect continuous ពិបាកហើយកម្រប្រើ past perfect ធម្មតាស្រួលហើយប្រើច្រើនទៀតអរ៉េតអញ្ចឹងបើ past perfect ធម្មតានេះវារឿងហ្នឹងចេះរឿង past perfect ធម្មតាបានន័យថារឿងមួយកើតឡើងមុនរឿងមួយទៀតនៅក្នុងពេលអតីតកាលអញ្ចឹង past perfect continuous វារឿងមួយដែលបានកើតឡើងក្នុងមួយកំឡុងពេលមុនរឿងមួយទៀតក្នុងពេលអតីតកាលអរ៉េតអញ្ចឹងអានេះ past perfect ធម្មតាអរ៉េតនេះ past perfect ធម្មតាដល់ពេលខាងក្រោមនេះគឺជា past perfect continue right continuous អូខេ wait ចាំទៅសេឲ្យមើលសិនright មួយ past perfect ធម្មតាមួយទៀត past perfect continuous alright ឃើញនេះខាងក្រោមនេះគឺជា past perfect continuous ហើយខ្ញុំតាំងវា PPC អានេះគឺជា past perfect ធម្មតា alright អញ្ចឹងទី1ទី2ហ្នឹងគឺនិយាយអំពីនេះអាមួយនេះនឹងឯង right និយាយពីអាមួយនេះនឹងឯង right គ្រាន់តែថាទី1អាមួយនេះគឺសំដៅទៅលើ moment គេអាចនិយាយបានថា before afternoon ឬក៏ before 1 am និយាយទៅគេដាក់ពេលវេលាជាក់លាក់ណាមួយដល់ទៅពេលអាទី2អា O នេះវាគឺជាវាគឺជាសកម្មភាពមួយទៀតនៅក្នុងពេលអតីតកាលដូចគ្នាឥឡូវយើងមើលឧទាហរណ៍ឲ្យបានច្បាស់លាស់ដើម្បីឲ្យអ្នកនរគ្នាបានកាន់តែយល់អញ្ចឹងកន្លែងនេះគេនិយាយថា duration before a past time អាការប្រើប្រាស់ទី1មិញហ្នឹងណាដល់ពេលនិយមន័យគេនិយាយថា talk about duration before a past moment focus on how long the action continued អញ្ចឹងភាពខុសគ្នារវាង past perfect ធម្មតានេះដែលយើងនិយាយគ្នាមិញហ្នឹងជាមួយនឹង past perfect continuous ដែលយើងរៀនមួយគ្នាថ្ងៃហ្នឹងគឺការផ្ដោតរបស់វាបានន័យថា past perfect ធម្មតាគឺគេផ្ដោតទៅលើសកម្មភាពមួយដែលបានចប់មុនសកម្មភាពមួយទៀតនេះដល់ទៅពេលអា past perfect continuous នេះគឺផ្ដោតទៅលើកំឡុងពេលវាចប់មុនចប់ហើយប៉ុន្តែកំឡុងពេលដែលវាកើតឡើងហ្នឹងកំឡុងពេលប្រហែលអរ៉ាតែឥឡូវយើងមកឧទាហរណ៍កន្លែងនេះម្ដងទៀតបានគេនិយាយថាតុលា had been waiting for 30 minutes before the bus arrived អញ្ចឹងគឺយើងផ្ដោតទៅលើកំឡុងពេលផ្ដោតទៅលើរយៈពេល30នាទីមុនពេលដែលឡានក្រុងមកដល់អរ៉ាអញ្ចឹងអានេះគឺជា past perfect continuous អានេះគឺជា past simple អរ៉ាអញ្ចឹងគឺបានន័យថាសកម្មភាពមួយដែលបានកំពុងតែកើតឡើងក្នុងពេលអតីតកាលមុនពេលវេលានេះមុនពេលវេលាដែលបានឡានក្រុងមកដល់អរ៉ាមុនពេលវេលាដែលឡានក្រុងមកដល់អញ្ចឹងអានេះកើតឡើងមុនអស់មួយកំឡុងពេលហើយឡានក្រុងមកដល់តាមក្រោយហកមួយទៀតគេនិយាយថា we had been studying for 2 hours គេក៏ផ្ដោតទៅលើកំឡុងពេលរ៉ាយើងធ្វើវាអស់រយៈពេល2ម៉ោងរ៉ាមុនពេលដែលតែបានចាប់ផ្ដើម alright បានតែបើអ្នកនរចង់សួរថាឈើយើងអាចប្រើ past perfect ធម្មតាបានអត់ប្រើបានដូចគ្នាគ្រាន់តែថាវាមិនមែនជា best option វាមិនមែនជាជម្រើសដែលល្អជាងគេ right ដោយសារតែបើសិនយើងប្រើ past perfect ធម្មតាយើងកុំដាក់កំឡុងពេលកុំដាក់ for 30 minutes កុំដាក់ for 2 hours បើយើងប្រើ past perfect ធម្មតាកុំផ្ដោតទៅលើអាហ្នឹងតែបើសិនយើងដាក់អស់រយៈពេល30នាទីអស់រយៈពេល2ម៉ោងអាហ្នឹងគឺយើងចង់ផ្ដោតទៅលើកំឡុងពេលយើងចង់ផ្ដោតទៅលើ duration នេះអញ្ចឹងបើសិនយើងចង់ផ្ដោតទៅលើ duration past perfect continuous is the best option alright
ចឹងដូចខ្ញុំនិយាយប្រាប់មិញអញ្ចឹងថាទី1ហើយនឹងការប្រើប្រាស់ទី2វាគឺស្តៀងតែគ្នាឯងហើយអញ្ចឹងអាប្រើប្រាស់ទី2ហ្នឹងគ្រាន់តែថាមិនដូរពីមុនពេលណាមួយអានេះមកទៅជាមុនសកម្មភាពណាមួយវិញអញ្ចឹងអានេះគឺយើងផ្ដោតទៅលើសកម្មភាពដែលកើតឡើងមួយកំឡុងពេលមុនសកម្មភាពមួយទៀតអញ្ចឹងអានេះគេនិយាយថា I had been sleeping ដែលខ្ញុំបានកំពុងតែគេង when the phone rang នៅពេលដែលទូរស័ព្ទរោនៅពេលដែលទូរស័ព្ទរោអញ្ចឹងអានេះគឺគេងមុនកំពុងតែគេងមុនទូរស័ព្ទរោមកកាត់ចង្វាក់គេងរបស់យើងអញ្ចឹងបានន័យថានេះចឹងគឺបានន័យថាសកម្មភាពដែលគេងហ្នឹងគឺ in progress កំពុងតែកើតឡើងមុនពេលដែលទូរស័ព្ទរោអញ្ចឹងគេងហើយបានទូរស័ព្ទរោតាមក្រោយទូរស័ព្ទរោតាមក្រោយហើយមួយទៀត they had been playing football before it started to rain អញ្ចឹងគឺពួកគេលេងបាល់ហើយលេងបាល់ហើយបានមេចាប់ដើមធ្លាក់ភ្លៀងលេងបាល់អស់មួយកំឡុងពេលហើយបានមេចាប់ដើមធ្លាក់ភ្លៀងចឹងនេះយើងប្រើ past perfect ធម្មតាក៏បានដែរវាអត់មានខុសអីទេគ្រាន់តែថាបើយើងប្រើ past perfect continuous យើងចង់បង្ហាញប្រាប់គេបើយើងប្រើ past perfect continuous ណាគឺយើងចង់បង្ហាញប្រាប់គេថាសកម្មភាពហ្នឹងវាកើតឡើងរយៈពេលវែងអស់មួយកំឡុងពេលចឹងអាចថាអានេះវាវែងpast perfect ធម្មតាវាយើងអំពីរឿងដែលខ្លីហើយមួយទៀតការប្រើប្រាស់ទី3របស់ past perfect continuous គឺយើងយកវាទៅនិយាយអំពី cause of a past situations គឺហេតុការណ៍ឬក៏ហេតុដែលបង្កឲ្យមានសកម្មភាពណាមួយឬក៏ហេតុការណ៍ណាមួយនៅក្នុងពេលអតីតកាល emphasize the activity not the finished result គឺបានន័យថានៅពេលដែលយើងប្រើប្រាស់ past perfect continuous គឺយើងផ្ដោតទៅលើសកម្មភាពនឹងផ្ទាល់គឺយើងអត់ផ្ដោតទៅលើលទ្ធផលទេអញ្ចឹងកន្លែងនេះគេនិយាយថាកនិកា was tired អូខេអញ្ចឹងអានេះគឺជាលទ្ធផលណាគឺជាលទ្ធផលហើយជាលទ្ធផលគេប្រើ past simple because she had been working all day អញ្ចឹងកនិកាគឺគាត់ហត់ដោយសារតែគាត់បានធ្វើការអស់មួយថ្ងៃពេញអញ្ចឹងអានេះគឺជា past perfect continuous និយាយអំពីហេតុដែលធ្វើឲ្យនិកាហត់ហ្នឹងគឺដោយសារតែគាត់ធ្វើការអស់រយៈពេលមួយថ្ងៃពេញអានេះប្រើ past perfect simple ក៏បានដែរគាត់ថាដូចខ្ញុំនិយាយមែនចឹង past perfect continuous ហ្នឹងមិនមែនតម្រូវទេ past perfect continuous គឺអាចនិយាយបានថាគេប្រើប្រាស់វាដើម្បីបង្ហាញពីសមត្ថភាពភាសាអង់គ្លេសកម្រិតខ្ពស់របស់យើងអាចនិយាយបានថាភាគច្រើនដែលយើងប្រើសិស្សអា teacher ផ្ទាល់ក៏ដោយក៏ teacher ភាគច្រើនប្រើតែ past perfect ធម្មតាដែរគាត់ថា past perfect continuous ហ្នឹងអាចថាយូរយើងប្រឡូយចូលមួយទៅអាចថាឱកាសណាដែលយើងអាចប្រើប្រាស់ past perfect ធម្មតាបានប៉ុន្តែអាចនិយាយបានថាយើងចង់ផ្ដោតទៅលើកំឡុងពេលយើងចង់ផ្ដោតទៅលើរឿងដែលវែងយើងចង់ផ្ដោតទៅលើហេតុហើយយើងចង់ផ្ដោតទៅលើសកម្មភាពអាហ្នឹងហើយគឺជាពេលវេលាដែលយើងត្រូវប្រើប្រាស់ past perfect alright មួយទៀត her clothes were wet អានេះគឺជាផលហើយអានេះគឺជា effects ឃើញទេ because she had been running in the rain បាទដោយសារតែនាងរត់ក្រោមភ្លៀងមួយទៀតពាក្យ all day ហើយនិងពាក្យ every day ខុសគ្នា all day ហើយនិង every day ខុសគ្នាអូខេអញ្ចឹងពាក្យ all day គឺបានន័យថាមួយថ្ងៃពេញ24ម៉ោង every day គឺបានន័យថាមួយអាទិត្យពេញ7 days អូខេពីរហ្នឹងខុសគ្នាមួយគឺបានន័យថាពីច័ន្ទដល់សុក្រ every day ហ្នឹងគឺពីច័ន្ទដល់សុក្រដល់ទៅពេល all day គឺបានន័យថាពីម៉ោង2 10យប់រហូតដល់ម៉ោង2 10យប់ថ្ងៃបន្ទាប់អាហ្នឹងហើយគឺភាពខុសគ្នារវាងពីរពាក្យហ្នឹងអូខេgood ឥឡូវយើងកន្លែងមើលពាក់ព័ន្ធជាមួយនឹងទម្រង់របស់ past perfect continuous ទាំងអស់គ្នាចុះទម្រង់របស់ past perfect continuous គឺវាមាន3ដូចគ្នាគឺវាមាន affirmative វាមាន negative ហើយនិងវាមាន interrogative ចឹងទម្រង់ positive ឬក៏ affirmative ហ្នឹងគឺយើងចាប់ដើមដោយ subject បូកជាមួយ had បូកជាមួយ been បូកមួយ verb ing បូកជាមួយនឹង object អញ្ចឹង subject នេះ they នេះគឺជា subject ហើយ had គឺជា had been គឺជា been អត់មានទេណាhad ហើយនឹង been នេះអត់មានដូរអត់មានអីទេណាគឺប្រើអញ្ចឹងរហូតទាំងអស់ហ្មងកិរិយាសព្ទគោលគឺប្រើ verb ing នេះ verb ing tennis គឺជា object they had been playing tennis គឺពួកគេបានកំពុងតែលេង tennis មុនពេលដែលមានសកម្មភាពឬក៏មុនហេតុការណ៍ណាមួយឧទាហរណ៍ខ្ញុំចង់និយាយថាពួកគេកំពុងតែធ្វើលំហាត់practice ហ្នឹងមុនពេលដែលខ្ញុំដើរមកដល់អញ្ចឹងខ្ញុំអាចនិយាយបានថា they had been practicing មិញខ្ញុំហៅនិយាយច្រឡំជាមួយនឹង past continuous ចាំតិចទៀតចាំបង្ហាញពីភាពខុសគ្នារវាង past perfect continuous និង past continuous ធម្មតា they had been practicing when I arrived អូខេបានន័យថាពួកគេកំពុងតែធ្វើលំហាត់ practiceធ្វើហើយចប់អស់ហើយបាទខ្ញុំដើរមកដល់តាមក្រោយបានន័យថាសកម្មភាពហ្នឹងកើតឡើងមុនបាទឥឡូវមួយទៀតបើសិនខ្ញុំប្រើ past continuous ធម្មតា they were practicing when អត់មានខាម៉ា sorry when I arrived អូខេ they were practicing when I arrived មួយនេះគឺ past continuous ធម្មតាតាំងឲ្យ PC មួយនេះគឺ past perfect continuous តាំងឲ្យ PPC
មេរៀនដែលយើងកំពុងតែរៀនឥឡូវហ្នឹងហើយអញ្ចឹងអាខាងលើនេះប្រយោគខាងលើនេះសកម្មភាពហ្នឹងកើតឡើងចែកគឺបានន័យថាពួកគេ practice កំពុង practice ហ្នឹងនេះនៅកន្លែងនេះបានន័យថា practice ហ្នឹងហើយបានខ្ញុំដើរចូលតាមក្រោយអត់មានបានកាត់ចង្វាក់ practice របស់គេទេប៉ុន្តែបើសិនជាយើងយកអាខាងក្រោមនេះវិញប្រើ past continuous ធម្មតាគឺបានន័យថាអញ្ចឹងពួកគេកំពុង practice ខ្ញុំដើរចូលមកកាត់ចង្វាក់ practice របស់គេ right ឃើញខុសគ្នាអត់អាមួយគឺបានន័យថាវាកើតឡើងមកកំឡុងពេលហើយចប់អស់ហើយបានខ្ញុំដើរចូលតាមក្រោយបានរឿងមួយទៀតកើតឡើងតាមក្រោយប៉ុន្តែដល់ពេល past continuous ធម្មតាហ្នឹងបានន័យវាកំពុងកើតវាមួយទៀតមកកាត់ alright អញ្ចឹងពីរហ្នឹងគឺវាខុសគ្នាអញ្ចឹង alright ហើយអាខាងលើនេះបើសិនយើងចង់ប្រើ past perfect ធម្មតាក៏យើងប្រើបានដែរអត់អីទេគាត់ថាបើយើងប្រើ past perfect ធម្មតាក្រាបហ្នឹងវាចេះវិញ alright វាចេះវិញបានន័យថាអានេះចប់បានអានេះមួយទៀតយើងផ្ដោតទៅលើរឿងដែលចប់យើងផ្ដោតទៅលើលទ្ធផលដល់ពេលអា perfect continuous នេះយើងផ្ដោតទៅលើកំឡុងពេលផ្ដោតទៅលើសកម្មភាពដែលវែងអត់ផ្ដោតលើលទ្ធផលទេផ្ដោតទៅលើសកម្មភាពណាវាខុសគ្នាអញ្ចឹងអូខេដល់ពេលទម្រង់បដិសេធវិញគ្រាន់តែយើងដាក់ not ពីខាងក្រោយ head មកវាទៅជាទម្រង់បដិសេធហើយអញ្ចឹង subject នៅតែ subject ដដែល head នៅតែ head ដដែល been នៅតែ been ដដែល verb ing នៅ verb ing ដែរ object នៅ object ដែរដាក់តែ not មកដី had been playing tennis ចង់ដូរទៅជា negative ដាក់ not ពីខាងក្រោយ had they had not been playing tennis ឃើញទេក្រៅនេះគេគាត់ដាក់ they hadn't been playing tennis right hadn't នឹងមកពីពាក្យថា had not alright ដល់ពេលប្រយោគសំណួរគឺយើងបដូរទីតាំងរបស់ had ជាមួយនឹង subject នៅក្នុងប្រយោគស្របយើងដាក់ subject ហើយបាន had តាមក្រោយនៅក្នុងប្រយោគសំណួរយើងដាក់ had ហើយបាន subject តាមក្រោយ had បូក subject បូក been បូក verb ing បូក object had they been playing tennis តើពួកគេបានកំពុងតែលេង tennis មុនពេលរឿងអីមួយកើតឡើងមែនទេចម្លើយ yes they had ឬក៏ no they hadn't ចង់ដូរទៅជា WA question ដាក់ WA question word នៅពីខាងមុខ had ហ្នឹងទៅគឺត្រូវហើយអូខេចឹងឥឡូវយើងកន្លែងមើលពាក់ព័ន្ធជាមួយនឹងចំណុចពិសេសមួយចំនួនដែលអ្នកទាំងអស់គ្នាគួរតែ pay attention គួរតែមើលឲ្យស្គាល់ឲ្យដឹងឲ្យចាប់អារម្មណ៍ហើយចឹងដូចយើងនិយាយមកចឹងនៅក្នុង past perfect continuous នេះគឺយើងប្រើពាក្យថា had alright គឺយើងប្រើពាក្យថា had ចឹង subject ណាក៏ដោយright subject ណាក៏ដោយ I you we they he she it singular plural ក៏ដោយគឺយើងប្រើ had ទាំងអស់គឺវាមិនផ្លាស់ប្ដូរទេមិនប្រែប្រួលទេមិនមែន has been ឬក៏ have been ទេគឺ had h a d ប្រយោគស្របប្រយោគបដិសេធ subject I you we they he she it singular plural គឺ had ទាំងអស់អូខេហើយរឿងទី2ដែលអ្នកនរគ្នាត្រូវចាំគឺបានន័យថាដូចយើងនិយាយគ្នាមិនអញ្ចឹង past perfect ធម្មតាហើយនិង past perfect continuous នេះគឺវាស្រដៀងគ្នាខ្លាំងមែនតើអញ្ចឹងអាចថាសឹងថាកលៈទេសៈមួយចំនួនគឺយើងប្រើបានទាំងពីរចឹងយើងរើសយកមួយណាមកប្រើគឺស៊ីសងទៅលើតើអ្នកនិយាយហ្នឹងយើងជាអ្នកនិយាយហ្នឹងចង់ផ្ដោតទៅលើគេបើអ្នកនរចង់ផ្ដោតទៅលើសកម្មភាពគឺយើងប្រើ past perfect continuous បើសិនយើងចង់ផ្ដោតទៅលើលទ្ធផលគឺយើងប្រើ past perfect simple alright ឥឡូវយើងមើលឧទាហរណ៍នេះទាំងអស់គ្នា she had cleaned her room អាហ្នឹងគឺជា past perfect ធម្មតាហើយយើងផ្ដោតទៅលើលទ្ធផលអញ្ចឹងគឺបានន័យថាកតុបហ្នឹងគឺវាស្អាតលទ្ធផលគេកតុបហ្នឹងស្អាតនាងបានសម្អាតកតុបរបស់នាង alright កតុបហ្នឹងស្អាតអញ្ចឹងសកម្មភាពហ្នឹងវាកើតឡើងមុនសកម្មភាពឬក៏ហេតុការណ៍ណាមួយផ្សេងទៀតប៉ុន្តែនៅពេលដែលអ្នកនរគ្នាប្រើ past perfect continuous វិញ she had been cleaning her room គឺយើងចង់ទាញចំណាប់អារម្មណ៍អ្នកស្ដាប់របស់យើងហ្នឹងទៅលើសកម្មភាពវិញគឺយើងអត់ចង់ផ្ដោតទៅលើកតុបហ្នឹងដែលស្អាតទេគឺយើងចង់ផ្ដោតទៅលើសកម្មភាពហើយនឹងកំឡុងពេលរបស់នាងសម្អាតហ្នឹងអូខេគឺបានន័យថាអ្នកផ្ដោតទៅលើមួយនេះបានន័យថាយើងឲ្យគេឃើញយើងឲ្យអ្នកស្ដាប់ហ្នឹងមើលឃើញហើយនឹងស្ដាប់ឮនៅអ្វីដែលយើងបានខិតខំប្រឹងប្រែងធ្វើមិនបាច់មើលបន្ទប់ហ្នឹងស្អាតទេប៉ុន្តែមើលសកម្មភាពខ្ញុំធ្វើគឺខ្ញុំបានគឺនាងបានខំប្រឹងសម្អាតបន្ទប់មួយហ្នឹងអស់កំឡុងពេលវែងមួយរ៉ែហើយមួយទៀតទី3ចំណុចទី3ដែលអ្នកនរត្រូវដឹងពាក់ព័ន្ធជាមួយនឹង past perfect continuous ហ្នឹងគឺ strong connection with duration strong connection with duration គឺបានន័យថាចាំណា past perfect continuous គឺតែងតែឆ្លើយនៅសំណួរ how long right អញ្ចឹងនៅពេលដែលអ្នកនរឃើញពាក្យទាំងអស់នេះអញ្ចឹងគឺពាក្យច្រើនគឺយើងប្រើ past perfect continuous ហើយអត់ប្រើ past perfect ធម្មតាទេដូចជា for 2 hours since the morning all days all night before when នេះហ្នឹងគឺពាក្យច្រើនគេប្រើជាមួយនឹង past perfect continuous គឺឆ្លើយ how long right អស់កំឡុងពេលប្រហែលអូខេចំណុចពិសេសទី4ដែលអ្នកនរគ្នាត្រូវចាំ alright អានេះយើងវីដេអូទៅនឹងការប្រើប្រាស់ទី3ហើយគឺយើងបង្ហាញអំពី cause ដល់ពេល effects ឬក៏លទ្ធផលហ្នឹង result ហ្នឹងគឺយើងប្រើប្រាស់ past simple វីដេអូគ្នាទៅនឹងការយើងរៀនពាក់ព័ន្ធមួយ past perfect ធម្មតាដែរ past perfect ធម្មតាគឺយើងយកនិយាយអំពី cause ហើយនឹង past simple គឺយើងយកវាទៅនិយាយអំពី effects ឬក៏ result right she was tired because she had been studying all night អូខេនេះ height cause ហ្នឹង height គឺភាសានាងរៀនមកយកពេញដល់ពេលលទ្ធផលបាននេះគេគឺនាងហត់អស់កម្លាំងalright អញ្ចឹងឃើញទេផ្ដោតបង្ហាញទៅលើសកម្មភាពអត់បង្ហាញទៅលើលទ្ធផលទេបង្ហាញទៅលើ activity right គឺនាងខំប្រឹងរៀនមកយកពេញហើយនឹងផ្ដោតទៅលើ
duration កំឡុងពេលអស់កំឡុងពេលមួយយប់ពេញ right ដល់ទៅពេលចំណុចសំខាន់ទី5អ្នកនរគ្នាត្រូវដឹងគឺពាក់ព័ន្ធជាមួយនឹង action ហើយនិង non action verbs action ឬក៏ stative verbs អញ្ចឹងអ្នកនរគ្នាត្រូវចាំថានៅក្នុង past perfect continuous គឺវាដូចគ្នាទៅនឹង គឺវាដូចគ្នាទៅនឹង past continuous ធម្មតាដែរគេប្រើវាបានតែជាមួយនឹង actions verbs ទេគឺគេមិនអាចប្រើវាជាមួយនឹង non action verbs បានទេ for example ពាក្យថា I had been knowing the answers ពាក្យថា know នេះគឺជា stative ឬក៏ non action verb អីអត់មានសកម្មភាពទេអញ្ចឹងគឺអ្នកទាំងអស់គ្នាប្រើមិនបានជាមួយនឹង past perfect continuous ឬក៏ past continuous នេះគឺមិនបានទេ alright she had been liking ចូលចិត្ត yeah ក៏មិនអាចប្រើជាមួយនឹង past perfect continuous ឬក៏ past continuous ធម្មតាបានដែរ non action verb ហើយនិង action verb គឺត្រូវបាននិយាយដោយស៊ីជម្រៅនៅក្នុងមេរៀនដែលយើងបានប្រៀបធៀបគ្នារវាង present simple ហើយនិង present continuous អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ដឹងអត់ទាន់យល់អ្វីទៅជា action អ្វីទៅជា stative អ្វីទៅជា non action verb ចូលទៅមើលមេរៀននៅក្នុង YouTube channel របស់យើងទៅគឺអ្នកទាំងអស់គ្នានឹងឃើញហើយស្វែងរកមេរៀនដែលនិយាយអំពី present simple versus present continuous right present simple versus present continuous ចឹងនៅក្នុងមេរៀនហ្នឹងគឺបាននិយាយស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងតើ action verb មានអីខ្លះ non action verb មានអីគេខ្លះអ្វីទៅជា action verb អ្វីទៅជា non action ឬក៏ stative verb ហ្នឹងអ្នកនរគ្នាអាចរកទៅមើលវីដេអូហ្នឹងបានដោយសារតែក្នុងវីដេអូនេះគឺយើងអត់មានពេលនិយាយពាក់ព័ន្ធជាមួយនឹងចំណុចឡើងវិញម្ដងទៀតទេអូខេរំលឹកបន្តិចបន្តួចពាក់ព័ន្ធជាមួយនឹងការថែម ing អញ្ចឹងអាចថា 80% នៃកិរិយាសព្ទទាំងអស់គឺយើងថែម ing ធម្មតាតែបើសិនជាពាក្យនឹងបញ្ចប់ដោយអក្សរ e លុប e ចោលមុនពេលយើងថែម ing ដូចជាពាក្យថា make អញ្ចឹងបញ្ចប់ដោយ e លុប e ចោលហើយបើយើងថែម ing តាមក្រោយច្បាប់ទី3គឺពាក់ព័ន្ធជាមួយនឹងបើសិនជាពាក្យនឹងជា CVC right consonant vowel consonant ហើយពាក្យនឹងមានតែមួយម៉ាត់គឺអ្នកទាំងអស់គ្នាត្រូវ double the last consonant មុនពេលដែលយើងដាក់ ing ឃើញអត់ CVC vowel នៅក្នុងភាសាអង់គ្លេសមាន a e i o u អញ្ចឹងក្រៅពី a e i o u ហ្នឹងវាគឺជា c ហើយវាគឺជា consonant ហើយអញ្ចឹង o នេះគឺជា consonant u នេះគឺជា vowel ហើយដល់ពេល n នេះគឺជា consonant អញ្ចឹងបើសិនជាវាចូលលក្ខខណ្ឌ CVC consonant vowel consonant គឺអ្នកទាំងអស់គ្នាត្រូវ double the last consonant មុនពេលដែលអ្នកទាំងអស់គ្នា time ing ប៉ុន្តែគឺយើងយកវាទៅនិយាយអំពីពាក្យដែលមានតែមួយម៉ាត់ right one syllable right one syllable អូខេច្រឡំមកគូនេះពាក់ព័ន្ធគ្នា right បានន័យថាពាក្យ one syllable ពាក្យ 2 syllable គឺអ្នកទាំងអស់គ្នាត្រូវមើល right តឡើងសលេងមុខតឡើងសលេងក្រោយអាហ្នឹងខ្ញុំអត់ចាំទេបើអ្នកទាំងអស់គ្នាចង់មើលចង់ដឹងពាក់ព័ន្ធមួយការ time ing នឹងស៊ីជម្រៅទៀតទៅមើលនៅក្នុងមេរៀន present continuous ឬក៏ past continuous គឺខ្ញុំបាននិយាយបញ្យល់ស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងការ time ing នឹងដូចគ្នា right ខ្ញុំនឹងដាក់ link នៅខាងលើវីដេអូ YouTube នឹងដូចគ្នាបើសិនអ្នកទាំងអស់គ្នាចង់មើលទាំងអស់ក៏មាន playlist ដែរ playlist ហ្នឹងគឺយើងនិយាយអំពីការទាំង12នៅក្នុងភាសាអង់គ្លេសឥឡូវយើងនិយាយបានច្រើនហើយដូចជានិយាយបាន8 9កាលហើយអ្នកទាំងអស់គ្នាអាចចូលទៅមើលនៅក្នុង playlist នឹងបានដូចគ្នាហើយមួយទៀតបើសិនជាពាក្យហ្នឹងបញ្ចប់ដោយអក្សរ ie គឺយើងត្រូវលុប ie ដូរទៅជា y មុនពេលយើងថែម ing ដូចជាពាក្យថា like lie អ្នកនរគ្នាត្រូវលុប ie ហើយថែម ing អូខេឥឡូវយើងកន្លែងមើលពាក់ព័ន្ធជាមួយនឹងការលំហាត់អនុវត្តមួយចំនួនពាក់ព័ន្ធជាមួយមេរៀនទាំងអស់គ្នាហើយលំហាត់ទី1នេះគឺយើងតាក់ទងជាមួយនឹងរូបមន្តហើយគឺយើងមើលតែទម្រង់ទេអូខេអញ្ចឹង she យើងនិយាយគ្នាមិញហើយ subject are you we they he she is singular plural subject អីអត់ខ្វល់ទេគឺប្រើមួយ head ទាំងអស់អញ្ចឹងបន្ទាប់ពី head គឺយើងបូកជាមួយនឹង been បន្ទាប់មកគឺយើងថែម in អ្នកនេះអាចចុះស្គាល់វីដេអូនឹងបានហើយអាចធ្វើលំហាត់នឹងទាំងអស់គ្នាបានអូខេមួយទៀត they had not been right they had not been listening right they had not been listening ហើយមួយទៀត question had he been driving បញ្ចប់ដោយអក្សរ e drop e ចោលដាក់ ing អូខេមួយទៀត we were late because we had been looking right ហើយមួយទៀត had she been cooking អូខេចឹងអ្នកនរគ្នាបើអត់ទាន់ធ្វើទេស្គាល់វីដេអូហ្នឹងសិនណា right I felt stressed because I had been dealing right ដោះស្រាយពាក្យ deal ហ្នឹងដោះស្រាយ the kid had not been behaving លុប e ថែម ing right behaving well ហើយមួយទៀត had they been arguing លុប e ថែម ing អូខេ good right នេះហើយគឺជាលំហាត់ right លំហាត់ហើយឥឡូវយើងមកមើលលំហាត់មួយទៀតអ្នកនរនេះអាចចុច scope វីដេអូហ្នឹងហើយស្វែងរកកំហុសមួយនៅក្នុងលំហាត់ទាំងអស់នេះបានហើយអ្នកនរគ្នាកែកំហុសហ្នឹងទាំងអស់គ្នាចុច scope វីដេអូសិនចាំមកមើលចម្លើយទាំងអស់គ្នាអូខេឥឡូវខ្ញុំសង្កត់ឲ្យចុច scope វីដេអូហ្នឹងហើយឥឡូវយើងកន្លែងមើលពាក់ព័ន្ធជាមួយនឹងកំហុសនៅក្នុងវីដេអូនីមួយៗហ្នឹងទាំងអស់គ្នាអញ្ចឹងកំហុសទី1នេះ had ហ្នឹងគឺយើងអត់ថែម s ទេកំហុសទី2 do had ហើយនឹង been they had been ហើយថែម ing មក waiting right they had been waiting for the teacher for 20 minutes okay next one had he been driving okay
had he been driving អូខេដូរទីតាំងរបស់ drive នៅខាងក្រោយ been ហើយដូរវាទៅជា verb ing they had been not អូខេអញ្ចឹង not ដាក់ពីខាងក្រោយ had មិនមែនដាក់ពីខាងក្រោយ been ទេ the baby had been crying អូខេ had been crying because it had wake up early អូខេ because it woke up too early right woke up too early យើងចាំណា cause ប្រើ past perfect ឬក៏ past perfect continuous ដោយសារថ្ងៃហ្នឹងយើងរៀន past perfect continuous គឺយើងដាក់ past perfect continuous ទៅ affects បានយើងប្រើ past simple អូខេ I was tired because I had been carrying អូខេក្នុងអតីតកាលអូខេអត់មានមកដាក់ចេញ present មកពីណាទេហើយនេះដូចគ្នាក្នុងអតីតកាលគេមិនដែលមកដាក់ present នៅកន្លែងហ្នឹងទេ had she been cleaning okay had she been cleaning the house before her parents arrived okay next one he had been knowing ខុសហើយ he had known គេដោយសារតែ know គឺជា non action verb ឬក៏ stative verb ប្រើបានតែជាមួយនឹង past perfect ធម្មតាទេចឹងអ្នកនរគ្នាសង្ឃឹមថាវីដេអូនេះដែរគឺជាវីដេអូដែលជួយអ្នកទាំងអស់គ្នារំលឹកមេរៀន past perfect continuous ដែលអ្នកនរធ្លាប់រៀនពីមុនមកឬក៏អាចថាជួយអ្នកនរគ្នាត្រៀមខ្លួននៅក្នុងការរៀនមេរៀន past perfect continuous នៅក្នុងថ្នាក់រៀនភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នាបានដោយសារតែដូចនិយាយម្ដងហើយម្ដងទៀតអញ្ចឹងការដែលអ្នកនរគ្នាមកអង្គុយស្ដាប់មកអង្គុយមើលវីដេអូទាំងអស់នេះវាគ្រាន់តែជាការរំលឹកហើយឬក៏វាគ្រាន់តែជាការដែលឲ្យអ្នកនរគ្នាត្រៀមខ្លួនឲ្យស្គាល់ខ្លះៗទៅទេបើសិនជាថាឲ្យគ្រាន់តែអង្គុយមើលប៉ុណ្ណឹងចេះការនឹងមួយទៅមួយហ្មងគឺវាទៅអត់រួចទេដោយសារតែការនៅក្នុងភាសាអង់គ្លេសគឺវាមានភាពពិបាកហើយមួយវិញទៀតបើសិនអ្នកនរចង់រៀនភាសាអង់គ្លេសដើម្បីឲ្យចេះនិយាយឬក៏ចេះស្ដាប់ភាសាអង់គ្លេសគឺអត់អាចគ្រាន់តែមកអង្គុយមើលវីដេអូមួយហ្នឹងហើយរំពឹងថាអ្នកនរគ្នាអាចចេះនិយាយចេះស្ដាប់ជាភាសាអង់គ្លេសគឺទៅអត់រួចទេគឺអ្នកនរគ្នាត្រូវរកថ្នាក់រៀនខាងយើងក៏មានថ្នាក់រៀនដែររកថ្នាក់រៀនដើម្បីនៅក្នុងថ្នាក់រៀនហ្នឹងគឺអ្នកនរគ្នាមានគ្រូនៅក្នុងការជួយណែនាំនៅក្នុងការប្រើប្រាស់ជួយធ្វើលំហាត់ជាមួយអ្នកនរគ្នាជ្រុំដែរហើយការរៀនម្ដងហើយម្ដងទៀតហើយអាចនិយាយបានថាគ្រូគឺជាអ្នកផ្ដល់តាក់ទិចផ្ដល់វិធីសាស្ត្រនៅក្នុងការរៀនហើយនៅក្នុងការរំលឹកមេរៀននៅក្នុងភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នាហើយក៏អាចថាឱកាសពិសេសមួយចុងក្រោយហ្នឹងគឺអ្នកនរគ្នាអាចរកគ្នាបានកុំឲ្យយើងរៀនតែឯងវាឯការៀនឯងឯកាទៅគឺយើងអត់សូវមានកម្លាំងចិត្តនៅក្នុងការរៀនមកទេហើយមួយទៀតនៅពេលដែលយើងមានគ្នាគឺយើងមានដៃគូនៅក្នុងការឆ្លងឆ្លើយមានដៃគូនៅក្នុងការហាត់និយាយហាត់សរសេរមាននិយាយទៅមានគ្នា Oh, actually នៅក្នុងភាសាអង់គ្លេស there is a saying គេនិយាយថា if you want to go fast go alone but if you want to go far go with a group of people go with your friends right បើអ្នកនរចង់ដើរទៅលឿនទៅអ្នកឯងចោះតែបើសិនអ្នកឯងចង់ទៅបានឆ្ងាយតើអ្នកនរមានគ្នាបើអ្នកនរទៅបានឆ្ងាយអញ្ចឹងយ៉ាសាលាភាសាអង់គ្លេស online LT យើងគឺអាចនិយាយបានថាជាសហគមន៍មួយដែលយើងកើតឡើងដើម្បីជួយបង្ហាញផ្លូវហើយនឹងជួយបង្កើតគ្នាឲ្យអ្នកនរគ្នាអាចដើរនៅក្នុងការរៀនភាសាអង់គ្លេសអាចដើរនៅក្នុងវិថីនៃការសិក្សាភាសាអង់គ្លេសរបស់អ្នកនរគ្នាបានអូខេចឹងអ្នកនរគ្នា YouTube យើងក៏មិនថាអត់ប្រយោជន៍សោះដែរ YouTube យើងគឺដើម្បីឲ្យអ្នកនរគ្នារំលឹកដើម្បីឲ្យអ្នកនរគ្នាមើលមេរៀនណាអ្នកនរគ្នាអត់ទាន់ច្បាស់អាចថាគ្រូទៅបញ្យល់ហើយអត់ទាន់ច្បាស់អាចមកមើលវីដេអូនេះបន្ថែមទៀតបាន right ចឹងអ្នកនរគ្នាកុំភ្លេច subscribe មួយផងវីដេអូក្រោយៗទៀតយើងនឹងនិយាយពាក់ព័ន្ធជាមួយនឹងអនាគតការម្ដងអូខេអរគុណច្រើនអ្នកនរគ្នាបាយ